តាអក្សរកាត់ SD និងអក្សរកាត់ LP វាមានន័យដូចម្ដេចសម្គាល់ប្រាប់អំពីអ្វីខ្លះយើងឃើញវានៅកន្លែងណាហើយពេលណាទើបវាបាត់ទៅវិញយើងនឹងជួបគ្នាលម្អិតបកស្រាយបន្តិចទៀតនេះបើសិនជាបងប្អូនគាំទ្រចូលចិត្តការចែករំលែកព័ត៌មានចំណេះដឹងទាក់ទងនឹងការវីដេអូពីហ៊ុនសូមចុច like ឬ subscribe channel ឬចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអាប់ដេតមុនគេបើចង់ប្រើកាហ្វេ admin ពីចម្ងាយក៏អរគុណទុកជាមុនបាទអាច pay តាមរយៈកុងធនាគារនៅលើ caption វីដេអូនេះបានជាបន្តយើងចូលទៅដល់ប្រធានបទយើងតែម្ដងបាទគឺនៅពេលដែលយើងមានគណនីជួញដូរខ្លាយជាវិជ្ជកិនហើយនៅពេលដែលយើង log in ចូលកម្មវិធីជួញដូរពីហ៊ុនដែលមានឈ្មោះថា CSA Trade យើងនឹងឃើញមានអក្សរមួយចំនួនដែលឃើញ load នៅលើឈ្មោះក្រុមហ៊ុនចូលបញ្ជីបាទដូចជាអក្សរ SD នេះជាដើមបើចង់ដឹងថាអក្សរ SD ហ្នឹងមានន័យដូចម្ដេចបងប្អូនគ្រាន់តែយកម្រាមដៃយើងចុចលើអក្សរ SD ហ្នឹងទៅវានឹង load ប្រាប់យើងបាទមានពីរភាសាបើយើង log in ចូលរើសភាសាខ្មែរវានឹងបង្ហាញភាសាខ្មែរបើយើង log in ចូលរើសភាសាអង់គ្លេសវានឹងចេញភាសាអង់គ្លេសដែលភាសាអង់គ្លេសដាក់ថា special dividend condition បាទដែលមានន័យជាភាសាខ្មែរបកប្រែមកថាវិធានការបែងចែកភាគលាភពិសេសភាគហ៊ុននេះមានលក្ខខណ្ឌបែងចែកភាគលាភពិសេសវាពិសេសខុសគេត្រង់ណាបាទគឺវាខុសគេត្រង់ថាក្រុមហ៊ុនហ្នឹងនៅពេលគាត់បោះផ្សាយលក់ភាគហ៊ុនលើកដំបូងគេហៅ IPO នោះគឺគាត់មានការធានារយៈពេលជាឆ្នាំហើយនឹងចែកភាគលាភជាប្រមាណភាគរយនៃ IPO អញ្ចឹងទៅឧទាហរណ៍ជាក់ស្ដែងដោយក្រុមហ៊ុនដែលមានអក្សរ SD នៅពីលើទាំង3នៅលើ platform នៅកម្មវិធីនេះអញ្ចឹងបាទគឺទី1គឺមានក្រុមហ៊ុន DVD ទី2ក្រុមហ៊ុន CGSM ឬក៏ Seacard ទី3គឺក្រុមហ៊ុន MJQE អញ្ចឹងក្រុមហ៊ុនទាំង3ដែលមានអក្សរ SD នៅពីលើនេះគឺគាត់មានលក្ខខណ្ឌមកចែកភាគលាភពិសេសខុសគ្នារៀងៗខ្លួនយើងមកស្វែងយល់ពីក្រុមហ៊ុនទាំងនេះបាទគឺទី1គឺក្រុមហ៊ុន DVD Engineering Mokor ចុះបញ្ជីនៅក្នុងទីផ្សារកំណើនដែលស្ថិតនៅក្នុងវិស័យសំណង់និងវិស្វកម្មគាត់បានចុះបញ្ជីនៅក្នុងទីផ្សារមួយបែបកម្ពុជានៅថ្ងៃទី6ខែកញ្ញាឆ្នាំ2021ដោយការធានាភាគលាភរយៈពេល3ឆ្នាំក្នុងអត្រា 5.5% នៃតម្លៃ IPO បាទតម្លៃ IPO គាត់គឺ2380រៀលក្នុងមួយភាគហ៊ុនដូចនេះភាគលាភដែលទទួលបានបើគិតទៅបានប្រហែលជា131រៀលក្នុងមួយភាគហ៊ុនហើយភាគលាភត្រូវបានបែងចែកមួយឆ្នាំម្ដងបាទតាមប្រវត្តិធ្លាប់ចែកមកគឺចែកនៅខែ6និងខែ7ហើយក្រុមហ៊ុនដែលមានលក្ខខណ្ឌចែកភាគលាភពិសេសមួយទៀតហ្នឹងគឺ CGSM ដែលយើងស្គាល់តែក្រុមហ៊ុន Seacard របស់អ្នកញ៉ាយគិតមេងបាទស្ថិតនៅក្នុងវិស័យទូរគមនាគមន៍ហើយក្រុមហ៊ុននេះបានចុះបញ្ជីនៅក្នុងទីផ្សារគោលនៅថ្ងៃទី27ខែមិថុនាឆ្នាំ2023លក្ខខណ្ឌនៃបែងចែកភាគលាភពិសេសនេះគឺធានាដល់រយៈពេល5ឆ្នាំក្នុងអត្រា7% នៃតម្លៃ IPO បាទតម្លៃ IPO គឺ2270រៀលក្នុងមួយហ៊ុនហើយអ្វីដែលកាន់តែពិសេសទៀតហ្នឹងគឺចែកភាគលាភមួយឆ្នាំ4ដងមានន័យថាមួយត្រីមាសម្ដងបើយើងគណនាមើលទៅបាទ7% នៃតម្លៃ IPO ហ្នឹងវាស្មើនឹង158.9រៀលក្នុងមួយហ៊ុនអញ្ចឹងនៅពេលដែលពុះជា4ទៅវាបាន740រៀលក្នុងមួយហ៊ុនមួយត្រីមាសណាប្រវត្តិដែលធ្លាប់ចែកកន្លងមកគឺមួយត្រីមាសម្ដងអាចនឹងយឺតឬក៏លឿនជាងមួយសប្តាហ៍ពីរសប្តាហ៍ហើយភាគលាភនឹងចូលទៅដល់គណនីជួញដូររបស់វិជ្ជកិនយើងម្នាក់ៗរៀងៗខ្លួនឲ្យតែយើងបានកាន់កាប់ហ៊ុនមានឈ្មោះក្នុងបញ្ជីភាគនិកដែលមានសិទ្ធិទទួលបានភាគលាភបាទជាបន្តទៀតក្រុមហ៊ុនដែលមានលក្ខខណ្ឌចែកភាគលាភពិសេសនោះគឺក្រុមហ៊ុន MJQE បាទគឺជាសាលាអន្តរជាតិរបស់អ្នកអង្គការគួយមេងលីដែលចុះបញ្ជីនៅក្នុងទីផ្សារគោលបាទដោយ Seacard ដែរទីផ្សារគោលហើយក្រុមហ៊ុនមួយនេះគឺធានាភាគលាភ6% នៃតម្លៃ IPO តម្លៃ IPO គាត់គឺតម្លៃ2080រៀលក្នុងមួយភាគហ៊ុនដោយធានារយៈពេល2ឆ្នាំគិតចាប់ពីថ្ងៃដែលបានចុះបញ្ជីមកជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅថ្ងៃទី28ខែមិថុនាឆ្នាំ2023បាទក្រោយក្រុមហ៊ុន Seacard តាមមួយថ្ងៃទេហើយក្រុមហ៊ុននេះគាត់ចែកភាគលាភមួយឆ្នាំតែម្ដងដែរតាមប្រវត្តិនៃការចែកភាគលាភកន្លងមកគឺនៅខែ5អញ្ចឹងក្រុមហ៊ុនទាំងឡាយដែលមានអក្សរ SD នៅពីលើហ្នឹងបាទនៅពេលដែលផុតសុពលភាពក្នុងការធានានឹងហើយអក្សរ SD នឹងបាត់ទៅវិញហើយបន្ទាប់ពីផុតការបច្ឆេទនៃការធានាហើយគឺការបែងចែកភាគលាភទៅតាមអាស្រ័យការសម្រេចប្រជុំសន្និបាតរបស់ក្រមសភិបាលដើម្បីសម្រេចថាបែងចែកភាគលាភប្រមាណភាគរយនៃប្រាក់ចំណេញបាទគិតជាមួយហ៊ុនបានប្រមាណយើងនឹងតាមដានបន្តទៀតជាបន្តយើងមកស្វែងយល់អក្សរកាត់មួយទៀតគឺ LP ដែលមានន័យដូចម្ដេចវាបង្ហាញពេលណាហើយវាបាត់ទៅវិញនៅពេលណាអក្សរ LP ហ្នឹងវាកើតឡើងនៅពេលដែលភាគហ៊ុនណាមួយខ្វះសន្តិភាពទីផ្សារមានឲ្យមានកម្រិតថ្លៃរវាងអ្នកទិញនិងអ្នកលក់ឆ្ងាយគ្នាពេកបាទដែលលើសពី10ឯកតាហើយក៏វាមិនបង្ហាញគ្រប់ក្រុមហ៊ុនដែរវាមានតែក្រុមហ៊ុនប្រមាណតែប៉ុណ្ណោះដែលមានសមាជិកផ្ដល់សន្តិភាពទីផ្សារហ្នឹងឲ្យពួកគាត់ LP ជាអក្សរកាត់របស់ភាសាអង់គ្លេសដែលពាក្យពេញរបស់វាគឺ
liquidity provider បាទដែលប្រែជាភាសាខ្មែរថាសមាជិកផ្ដល់សន្តិនិកភាពការផ្ដល់សន្តិនិកភាពដល់មូលបត្រគឺជាកម្មវិធីមួយបង្កើតឡើងដើម្បីជំរុញសន្តិនិកភាពរបស់មូលបត្រដោយតម្រូវឲ្យសមាជិកផ្ដល់សន្តិនិកភាពដាក់បញ្ជាទិញនិងលក់ដើម្បីកាត់បន្ថយគម្លាតថ្លៃរវាងសំណើលក់ល្អបំផុតនិងសំណើទិញល្អបំផុតឲ្យនៅស្មើឬទាបជាង10ឯកតាគម្លាតថ្លៃជាប្រចាំក្នុងអំឡុងវគ្គជួញដូរនិរន្តរ៍ដោយនេះគោលដៅចុងក្រោយនៃការបង្កើតឲ្យមានសមាជិកផ្ដល់សន្តិនិកភាពទីផ្សារនេះឡើងគឺដើម្បីធានាថាបញ្ជាទិញបញ្ជាលក់តែងតែមានជាប្រចាំនៅក្នុងប្រព័ន្ធទទួលបញ្ជារបស់ផ្សារដែលអនុញ្ញាតឲ្យវិនិយោគិនតែងអាចរកបាននៅភាគីអ្នកទិញនិងអ្នកលក់សម្រាប់ធ្វើការជួញដូរជាមួយបន្ថែមពីលើនេះគម្លាតរវាងថ្លៃទិញនិងថ្លៃលក់ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតទាបដូច្នេះវិនិយោគិនមានការចំណាយតិចជាងមុនក្នុងការជួញដូរហើយគុណវុឌ្ឍិនៃសមាជិកផ្ដល់សន្តិភាពគឺត្រូវមានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធានាទិញមូលបត្រឬពាណិជ្ជករមូលបត្រមានបុគ្គលិកយ៉ាងតិច1នាក់ដើម្បីអនុវត្តការងារផ្ដល់សន្តិភាពមានយន្តការគ្រប់គ្រងនិងត្រួតពិនិត្យផ្ទៃក្នុងកាតព្វកិច្ចនៃសមាជិកផ្ដល់សន្តិភាពគឺតម្រូវឲ្យដាក់បញ្ជាទិញឬលក់ដើម្បីកាត់បន្ថយគម្លាតថ្លៃឲ្យស្មើឬតិចជាង10ឯកតាគម្លាតថ្លៃក្នុងរយៈពេល5នាទីគិតពីពេលដែលមានគម្លាតថ្លៃកើតឡើងបាទយើងលើកឧទាហរណ៍ជាក់ស្ដែងនៅពេលដែលមានគម្លាតថ្លៃច្រើនជាង10ឯកតាឧទាហរណ៍ពីតម្លៃ5800ដល់តម្លៃ6200សមាជិកផ្ដល់សន្តិភាពត្រូវបង្កើតគម្លាតថ្លៃដែលបានអនុញ្ញាតតូចជាងឬស្មើ10ឯកតាដោយស្ថិតនៅចន្លោះពី5800និង6200ក្នុងឧទាហរណ៍ដូចរូបអញ្ចឹងគឺគម្លាតថ្លៃគឺ5គិតពី6000ដល់6100ហើយសមាជិកផ្ដល់សន្តិភាពបច្ចុប្បន្នហ្នឹងគឺមាន2ក្រុមហ៊ុនក្រុមហ៊ុនទី1ឈ្មោះថា Yonta Security Cambodia PLC ភាគហ៊ុនដែលគាត់ទទួលបន្ទុកនេះផ្ដល់សន្តិភាពទីផ្សារជូនគឺកសផកំពង់ផែស្វយ័តភ្នំពេញក្រុមហ៊ុនទី2ហ្នឹងគឺ SBI Royal Security ភាគហ៊ុនដែលគាត់ទទួលបន្ទុកនោះគឺក្រុមហ៊ុន DVD និងកសសកំពង់ផែស្វយ័តក្រុងបរសៃអនុចំពោះសមាជិកផ្ដល់សន្តិភាពហ្នឹងគឺមានការលើកទឹកចិត្តសម្រាប់ប្រតិបត្តិការផ្ដល់សន្តិភាពសមាជិកផ្ដល់សន្តិភាពហ្នឹងទទួលបានការលើកលែងថ្លៃសេវារបស់ភូមិករដែលក្នុងនោះរួមមានថ្លៃសេវាជួញដូរមូលបត្រថ្លៃសេវាផាត់ទាត់និងទូទាត់មូលបត្រនិងថ្លៃសេវាផ្ទេរមូលបត្ររវាងគណនីហើយបើមើលតាមចំណាត់ថ្នាក់នៃសមាជិកផ្ដល់សន្តិភាពបាននៅត្រីមាសទី1ឆ្នាំ2025នេះបានជាប់នីតិល្អគឺ Yonta Security Cambodia PLC ដែលគាត់ទទួលបន្ទុកក្រុមហ៊ុនកសផកំពង់ផែស្វយ័តភ្នំពេញគុណភាពនៃការផ្ដល់សន្តិភាពត្រូវបានវាយតម្លៃប្រចាំខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ3ចំណុចសំខាន់ៗដូចតទៅទី1គឺការដាក់បញ្ជាទាន់ពេលវេលាក្នុងរយៈពេល5នាទីគិតពីពេលដែលគម្លាតថ្លៃចាប់មានច្រើនជាង10ឯកតាគម្លាតថ្លៃទី2ភាពប្រសើរឡើងនៃគម្លាតថ្លៃដែលទាបជាង10ឯកតាគម្លាតថ្លៃទី3ការចូលរួមក្នុងការជួញដូរតម្លៃជួញដូរដោយសមាជិកផ្ដល់សន្តិភាពធៀបនឹងតម្លៃជួញដូរសរុបនៃភាគហ៊ុនទទួលបន្ទុកបាទសរុបមកនៅក្នុងទីផ្សារយើងនៅក្នុងត្រីមាសទី1ឆ្នាំ2025នេះយើងឃើញតែមានក្រុមហ៊ុន2ដែលគាត់ផ្ដល់សន្តិភាពទីផ្សារទៅដល់ក្រុមហ៊ុនចំនួន3បាទគឺកំពង់ផែស្វយ័តភ្នំពេញក្រុមហ៊ុន DVD ហើយនិងកំពង់ផែស្វយ័តក្រុងបរសៃអនុបាទអញ្ចឹងវានឹងអាចលោតអក្សរ LP បាទក្រៅពីហ្នឹងគឺអត់លោតទេហើយវីដេអូក៏ដល់ទីបញ្ចប់បាទខ្ញុំសូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងអចេតនាណាមួយកើតឡើងបើសិនជាប្រិមិត្តមានចម្ងល់អ្វីផ្សេងមិនទាន់យល់ឬក៏មានមតិយោបល់ចូលរួមអាច comment នៅក្នុងវីដេអូនេះបានជាចុងក្រោយខ្ញុំក៏សូមជូនដំណឹងសិក្សាអំពីវគ្គបណ្ដុះបណ្ដាលរៀនវីដេអូពីហ៊ុនបាទយើងខ្ញុំក៏មានក្រុមឯកជនដែលផ្ដល់នូវសេវាប្រឹក្សាយើងមានក្រុមសមាជិក admin ដល់ទៅ8រូបបាទដែលមានបទពិសោធន៍ចំណេះដឹងផ្នែកវីដេអូពីហ៊ុនបាទចាំជួយបងប្អូនអរគ្នាកម្មវិធីសិក្សាយើងរៀនតាមប្រព័ន្ធអនឡាញបាទដែលមានក្រុម Telegram អាចជជែកគ្នាមាន topic មានមេរៀនសម្រាប់បងប្អូនរៀនតាមលំដាប់លំដោយឆាប់យល់ឆាប់ចេះកម្មវិធីសិក្សាមេរៀនគឺមានច្រើនបាទសម្បូរបែបព័ត៌មានទិន្នន័យរៀនគ្រប់គ្រងហានិភ័យរៀនចាត់ចែងដើមទុនវិនិយោគរយៈពេលវែងរយៈពេលខ្លីរៀនវិភាគកត្តាមូលដ្ឋានកត្តាបច្ចេកទេសរៀនអានរបាយការណ៍ហិរញ្ញវត្ថុរៀនមើលអានប័ណ្ណផ្សេងនិងមេរៀនជាច្រើនទៀតទទួលបាននៅភាពកក់ក្ដៅបាទមិននៅឯកោដូចអ្នកម្នាក់ឯងទេដែលមានគន្លឹះវិធីសាស្ត្រជួញដូរភាគហ៊ុនជាច្រើនមករងចាំបងប្អូនទាំងគ្នាបាទសម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងមកលេខទូរស័ព្ទ Telegram របស់ Admin 0861534297បាទអញ្ចឹងសូមអរគុណច្រើនយើងនឹងជួបគ្នាវីដេអូថ្មីលើកក្រោយទៀតជម្រាបលា
នាំមកជូនដោយក្លឹបប្រឹក្សាភាគហ៊ុន